vô trong một dạ. Tỏ ok số đây bằng bọn đó kia bà mùi dạ đi bắt một ngâm chỉ du nằm ở hai bà tại sao ta miền cao vô bình tĩnh tôi tẹt tung chỉ mùi nàng ca nghiệp to luôn bà đôi chân này dương vân mọc chụp chỉ mùi trong ba kỳ đi thằng ở kia tẹt tung chỉ mùi nàng ca cu một tình mộng dạ bà một hệ tình mộng dạ ở chỉ dạ ở bộ rán đó bằng bọn đó kia lại cái nào thay dạ khao đá vào tay một hệ là khao nhưng này các bạch bầu khla khla chẳng đấy chẳng đôi chân này mọi bằng bọn tăng rong chăm giúp bằng bọn châu tới tu sna để ca cu trên chỉ một dạ thằng ở kia bà hay anh ấy đã ởកំពង់តាគូបាទហើយវាចេញជាទម្រង់នៃការជាទម្រង់ទីមងប្រភេទទីមងយៈហើយបន្តិចទៀតយើងនឹងគូរួចរាល់អស់នៅខាងមុខនេះអញ្ចឹងបងប្អូនអរគ្នាទៅតាមដានឲ្យដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការតាមដាននេះផងដែរហ្នឹងហើយអញ្ចឹងតោះយើងទៅតាមដានអរគ្នាពីពិធីសាស្ត្រនៃការគូជារូបមុខយៈនេះបាទហើយប្រភេទមុខយៈនេះដែរគឺទីមងស្ថិតនៅក្នុងវត្តកណ្ដាលបាទវត្តកណ្ដាលស្រុកស្អាងយើងនេះខេត្តកណ្ដាលទៀតបាទដោយសារតែជាវត្តកណ្ដាលឬមួយក៏ខេត្តកណ្ដាលមកចប់បងប្អូនអរគ្នាបាទហើយទីមួយនេះដែរនឹងឲ្យយើងត្រៀមដង្ហែនៅឆ្នាំ2025នៅខាងមុខយើងនេះនៃការដង្ហែទៀនព្រះវស្សានៅខែ7បាទបងប្អូនអរគ្នាហើយទីមួយនេះដែរគឺជាប្រភេទបាទទីមួយដែលយើងធ្វើជាទម្រង់ទីមួយបែបបុរាណប៉ុន្តែជាលក្ខណៈសម័យខ្លះដោយសារយើងជាលាយជាមួយនឹងការច្នៃប្រឌិតឬមួយក៏ជាការលក្ខណៈថាបងប្អូនយើងជាយើងមើលតាមភ្នែកបងប្អូនអរគ្នាភ្នែកយើងឡើងណាដែលឃើញថាគួរឲ្យខ្វះខាតឡើងណាយើងជួយជំនួសឬមួយក៏ជួសជុលកែលម្អវាដើម្បីឲ្យជាការស្អាតដល់បងប្អូនអរគ្នាទស្សនាបាទតោះអញ្ចឹងបងប្អូនអរគ្នាខ្ញុំនឹងប្រាប់ត្រួសតាក់ទងជាមួយនឹងទីមងប្រភេទយ៉ានេះបាទទីមងយ៉ានេះប្រហែលជាមានកម្ពស់ប្រហែលជាខ្ទង់កន្លះម៉ែត្របងប្អូនអរគ្នាហើយចំពោះដីឥដ្ឋនេះគឺយើងយកមកពីបាតអូបាតអីបងប្អូនអរគ្នាហ្នឹងហើយដោយសារឥឡូវយើងខែចែកអញ្ចឹងប្រហែលជាបងប្អូនមួយចំនួនខាងមលងនេះvẫnមានការស្រកអញ្ចឹងទៅយើងអាចខ្វាមដីឥដ្ឋនោះមកធ្វើបានបាទហើយចំពោះក្បាលទីម៉ូនេះដែរគឺយើងយកដីឥដ្ឋមក2បាវបងប្អូនអរគ្នាពេលយើងធំគ្រាន់បើដែរ2បាវហ្នឹងហើយនេះប្រភេទជាគូលក្ខណៈថាយើងគូតាមការនឹកឃើញបងប្អូនអរគ្នាយើងមិនមែនយកពីគេមកទេយើងនឹកឃើញមកយើងគូឆ្នៃតាមហ្នឹងហើយណាមួយក៏យើងធ្លាប់ធ្វើមកពីមុនដែរកន្លែងណាដែលខ្វះខាតអីចឹងសូមបងប្អូនអធិស្ឋានបាទហ្នឹងហើយក៏អរគុណច្រើនសម្រាប់ការតាមដាននេះអញ្ចឹងអូខេតោះយើងទៅតាមដាននៅខាងមុខទៀតបន្តិចទៀតនេះខ្ញុំនឹងឲ្យបងប្អូនអរគ្នាទស្សនាទីម៉ូងនេះទាំងមូលបងប្អូនអរគ្នាដោយសារទីម៉ូងនេះមិនទាន់រួចរាល់ទេតែហើយខាងមុខទេនៅមកចំហៀងក្រោយទៀតហើយខ្ញុំនឹងថតប្រាប់បងប្អូនអរគ្នាទាំងមូលបន្តិចទៀតនេះបាទវគ្គក្រោយទៀតបាទឥឡូវនេះខ្ញុំមកថតបង្ហាញបងប្អូនអរគ្នាមកចំហៀងមុខដែរមួយចំនួនទេហើយមកចំហៀងក្រោយទៀតខ្ញុំនឹងថតទាំងអស់បាទតាក់ទងជាមួយនឹងទីម៉ូងនេះដូច្នេះបងប្អូនអរគ្នាត្រៀមក្រុមយុវជនទីម៉ូងយើងនៅខាងវត្តកណ្ដាលបាទឬមួយក៏វត្តមង្គលវ័នបងប្អូនអរគ្នាត្រៀមឆ្នាំ2025យើងនេះនៅខាងមុខនេះយើងនឹងដង្ហែទៀនព្រះវស្សាបាទឆ្នាំហ្នឹងបាទដូច្នេះបងប្អូនអរគ្នាកុំភ្លេចបាទតាមដានទាំងអស់គ្នានៅ channel ខ្ញុំបាទគិរីនេះហើយបងប្អូនណាដែលស្រឡាញ់គាំទ្របាទទីម៉ូងខ្មែរយើងឬមួយក៏ទីម៉ូងរបស់យុវជនទីម៉ូងយើងមួយចំនួនគាត់តែខំប្រឹងប្រែងធ្វើដើម្បីឲ្យបងប្អូនអរគ្នាបាទបានក៏ក្រើកនៅប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងនៃការដង្ហែទៀនព្រះវស្សាដូច្នេះបងប្អូនកុំភ្លេចបាទតាមដានទាំងអស់គ្នានៅ channel ខ្ញុំបាទគិរីនេះទាំងអស់គ្នាហើយដូច្នេះវីដេអូខ្ញុំបាទមានតែប៉ុណ្្នឹងឯងហើយក៏សូមអរគុណសម្រាប់ការទស្សនានេះហើយបើសិនបងប្អូនពេញចិត្តវីដេអូនេះបាទកុំភ្លេចជួយចុច Subscribe អ្នកមួយហើយដាក់សញ្ញាកណ្ដឹងឲ្យលាន់សូពពើមកបាទអញ្ចឹងអរគុណច្រើនសម្រាប់វីដេអូនេះបាយទាំងអស់គ្នាបាទ